អ្វីដែលខ្ញុំយកគំរូតាមអាបានគឺខ្ញុំ strong ប៉ុន្តែអ្វីដែលខ្ញុំយកគំរូតាមអាបានគឺមកអាសាខ្លះបើសិនជាក្នុងថ្ងៃណាមួយបាត់ម៉ាក់ទៅក៏ខ្ញុំអត់ដឹងថាត្រូវធ្វើអីវាតែតោខ្លាំងវត្តមានរបស់ម៉ាក់នៅក្នុងជីវិតកូនគឺសំខាន់ខ្លាំងណាស់ព្រោះអីពេលមានម៉ាក់ទៅជីវិតកូនមានអារម្មណ៍ថាវាមានខ្នងបង្អែកមួយដ៏រឹងមាំទេពសួរបងស្ដីបងស្ដីបងស្ដីនិយាយពីរឿងចងចាំមួយគាត់ច្រើនណាបងតាំងពីទូចមកយើងនៅមួយគ្នារហូតចឹងទៅរឿងវាច្រើនតាំងទូចមកច្រើននិយាយអត់អស់បងរឿងដែរខ្ញុំចាំអត់ភ្លេចអើយពេលខ្ញុំឈឺនៅពេទ្យពេលហ្នឹងអើយគ្រូសាយយើងអត់តន់ទូធាទេពេលដែលឈឺចឹងទៅគាត់លក្ខណៈថាគាត់សុខចិត្តបាត់បង់គ្រប់យ៉ាងហើយគាត់ដល់ថ្នាក់ហាគេងនៅក្រុមខែពេទ្យណាក៏គាត់គេងមួយយើងដែរឡើងដល់ថ្នាក់គាត់សុំបបពេទ្យថាធ្វើមិនឲ្យខ្ញុំជាគាត់សុខចិត្តលះបង់គ្រប់សពបែបយ៉ាងហ្មងហើយមួយទៀតនៅពេលដែលខ្ញុំទិញអីអញ្ចឹងគាត់អត់មានលុយទេប៉ុន្តែគាត់អត់ឲ្យយើងភ្លាមទេគាត់សុខចិត្តលក្ខណៈថាឲ្យយើងមានការរងចាំហើយថ្ងៃមួយគាត់នឹងទិញអានឹងឲ្យយើងហើយគាត់អត់ឲ្យយើងដឹងទេបែបលក្ខណៈថាគាត់យកមកយកប៉ុន្តែគាត់ចេញអារម្មណ៍ហ្នឹងថាបែបអត់ចង់ស្រឡាញ់យើងទេតាមពីតូចមករហូតដល់ឥឡូវគឺម៉ាក់ខ្ញុំមានតាំងប្រហែលគឺគាត់ផ្ដល់ឲ្យខ្ញុំទាំងអស់មិនថារបស់ញ៉ាំថាថវិការបស់គាត់ឬក៏ពេលវេលារបស់គាត់គឺគាត់ focus លើខ្ញុំខ្លាំងមានច្រើនតែទៅខ្ញុំមួយម៉ាក់ខ្ញុំអាចនិយាយថាមិនធម្មតាជាម៉ាក់ឯងគាត់ជាបងស្រីជាមិត្តភក្តិនិយាយទៅមានបញ្ហាអីមានរឿងអីគឺអាចពិភាក្សាមួយគាត់បានទទួលហើយគាត់ take care ខ្ញុំខ្លាំងសង្ឃថាស្អីក៏តែខ្ញុំធ្វើដែរហើយម៉ាក់ខ្ញុំគឺជាឯងរបស់រឿងដែលគាត់នេះហ្មងគាត់អាសាប្រាប់យើងច្រើនគាត់អាសាស្ដីឲ្យយើងច្រើនគាត់រៀបថាម៉ាក់យើងតែងបារម្ភពីយើងចឹងអីព្រោះអីយើងកូនគាត់អញ្ចឹងទៅគាត់តែងតែនិយាយប្រាប់យើងចេះចុះគាត់ល្អច្រើនមួយយើងអញ្ចឹងទៅដល់ពេលយើងធំឡើងបានដឹងថាអាការដែលគាត់និយាយនឹងទាំងអស់គឺចង់ឲ្យយើងល្អទេដល់យើងធំយើងចេញមកនៅម្នាក់ឯងហើយបានយើងដឹងថាអាពេលនៅមួយម៉ាក់ពេលគាត់និយាយឲ្យយើងទៅគាត់ចង់ឲ្យយើងល្អទេសំខាន់យើងយល់រឿងជីវិតបងពេលយើងគិតថាចែពេលយើងនៅតូចយើងគិតថាគ្រាន់រឿងប៉ុណ្ណឹងដូចជាពិសេសដូចរឿងលុយកាក់ជាមួយនឹងលក្ខណៈថាយើងរៀបចំខ្លួនឯងជីវិតខ្លួនឯងថាមិនអញ្ចឹងណាអាហ្នឹងបើយើងប្រៀបធៀបមួយខ្លួនឯងយើងខ្លួនមួយឯងយើងនៅប្របាក់ប៉ុណ្ណឹងចោះទ្រាំតែគាត់នៅមានគ្រួសារគ្រប់គ្រងគាត់នៅមានកូនសម្រាប់មើលថែអញ្ចឹងសួរថាគាត់ត្រូវគិតអីខ្លះជាងយើងបើយើងនៅតែម្នាក់ឯងតែប៉ុណ្ណឹងយើងមានអារម្មណ៍ថាប្របាក់អត់ដឹងថាត្រូវបែងចែកទៅលើអីខ្លះពេលខ្លះប្រាក់ខែបើកមកដឹងថាត្រូវបែងចែកទៅលើអីខ្លះទៀតញញ៉ៃស្មុគស្មាញចោះទម្រាំតែគាត់មិនមែនតែមួយឯងគាត់មានច្រើនបន្ទុកគ្រួសារលក្ខណៈថាគ្រឿងសម្ភារៈក្នុងផ្ទះជាមួយកូនការខ្ញុំនៅរៀនម៉ាក់ប៉ាខ្ញុំគាត់តែងតែបិទសិនខ្ញុំច្រើនរឿងដើរលេងនិយាយទៅឲ្យតែ focus ទៅលើរៀនហើយនឹងការរាប់អានមិត្តភ័ក្តិប៉ុន្តែពេលហ្នឹងខ្ញុំទៅចេះឲ្យបងខ្ញុំរាប់អានមិត្តភ័ក្តិតាមតែចិត្តខ្លួនឯងឬក៏អត់សូវនិយាយថាច្រឹកយើងនៅក្មេងខ្ញុំអត់ស្ដាប់គាត់ទេហើយដល់ពេលហើយដល់ថ្នាក់មួយដែលគាត់ហាមខ្ញុំនិយាយថាហាមខ្ញុំអត់បានគាត់យំនៅមុខខ្ញុំមកពេលបន្ទាប់មកក៏ខ្ញុំចាប់ផ្ដើមដល់ឥឡូវបាទខ្ញុំនឹកឃើញថាគាត់ធ្វើហ្នឹងគឺដើម្បីឲ្យខ្ញុំល្អគាត់ចង់ឲ្យខ្ញុំនៅពេលដែលធំឡើងគឺខ្ញុំមានអនាគតមួយដ៏ល្អរឿងដែលខ្ញុំទុកតែដឹងពីគាត់ចូលពីគាត់ពេលដែលធំឡើងក្តីហ្នឹងគឺអញ្ញាបានថាខ្ញុំតាំងពីទូចមកខ្ញុំឃើញម៉ាក់ខ្ញុំគាត់ហត់រហូតអត់តែមានពេលសម្រាប់ឯងហត់រហូតដល់ឥឡូវនេះគាត់ធ្លាក់ក្នុងឈឺបើខ្ញុំនៅក្មេងខ្ញុំឃើញម៉ាក់ហត់អញ្ចឹងខ្ញុំគ្រាន់តែចង់ដើរទៅហើយអោបគាត់ហើយនិយាយថាហឹងម៉ែហឹងមាត់ម៉ែមនុស្សស្រីដែលហឹងមាត់ជាងគេមានម៉ាក់ឯងហើយចង់ប្រាប់ថាខ្ញុំស្រឡាញ់ម៉ាក់ប៉ុន្តែគ្រាន់តែថាពេលខ្លះយើងអត់អាចបញ្ចេញអារម្មណ៍មួយនឹងបានទេព្រោះដូចថាយើងមានអារម្មណ៍ថាយើងនៅអៀននៅមានភាពអត់ទាន់មានភាពក្លាហានក្នុងនិយាយទៅក្នុងការនិយាយប្រាប់គាត់
ប៉ុន្តែគ្រាន់តែចង់ប្រាប់គាត់ថាខ្ញុំស្រឡាញ់ហើយអើយម៉ាក់ប្រៀបដូចជាបេះដូងខ្ញុំមួយចំហៀងអញ្ចឹងបើសិនជាក្នុងករណីថ្ងៃណាមួយបាត់ម៉ាក់ទៅក៏ខ្ញុំអត់ដឹងថាត្រូវធ្វើអីវាតែតោខ្លាំងព្រោះខ្ញុំធ្លាប់មានអារម្មណ៍ដែលបាត់បង់ហើយអញ្ចឹងខ្ញុំអត់ចង់បាត់បង់លើកទី2ទេបើយើងត្រឡប់ទៅពីទូបានពេលដែលឃើញគាត់បាក់អីចឹងយើងចង់រត់ទៅអោបគាត់ឲ្យសួរគាត់ថាម៉ាក់មកពីធ្វើការវិញហត់អត់អីចឹងទៅព្រួយតាំងពីទូចមកយើងអត់ដែរអីបានសួរនាំគាត់អញ្ចឹងឲ្យព្រួយយើងគិតតែលេងនេះក្មេងយើងអត់ដែរចាប់អារម្មណ៍ពីអារម្មណ៍បាក់យើងថាម៉េចអីខ្ញុំចង់ប្រាប់គាត់ថាគាត់ជាមនុស្សស្រីម្នាក់ដែលរឹងមាំគាត់ជាមនុស្សស្រីតែម្នាក់ឯងប៉ុន្តែគាត់អាចបង្កើតកូនដល់ទៅ4នាក់ហើយគាត់ផ្ដល់គ្រប់យ៉ាងឲ្យកូននិយាយទៅម៉ាក់របស់ខ្ញុំគឺគាត់ប្រកែមែនតើហ្មងពិសេសជាទៅលើរឿងរស់ស៊ីអីក៏បានដែរគាត់ឆ្លាតគាត់ចេះទាំងអស់និយាយទៅគាត់ផ្ដល់ឲ្យកូនគ្រប់យ៉ាងទោះបីមុខរបរហ្នឹងអ្វីក៏ដោយក៏គាត់អាចធ្វើបានដែរដើម្បីកូនស្នេហ៍ទៅហត់ហើយនេះតាំងពីដឹងមកម៉ាក់ហត់តាំងពីក្មេងមកដល់ឥឡូវឃើញអ្វីដែលខ្ញុំយកគំរូតាមម៉ាក់បានគឺខ្ញុំ strong ប៉ុន្តែអ្វីដែលខ្ញុំយកគំរូតាមម៉ាក់បានគឺម៉ាក់អាសាខ្លាំងអត់ដែរចេះហត់អត់ដែរចេះល្អធ្វើគ្រប់សពបែបយ៉ាងដើម្បីគ្រួសារតែខ្ញុំធ្វើអត់បានដូចគាត់ទេខ្ញុំពេលហ្នឹងខ្ញុំក្តុកក្តៅខ្លាំងបងព្រោះដោយសារពេលហ្នឹងក៏ខ្ញុំលួចទៅយំនៅក្នុងបន្ទប់ខ្លួនឯងដែរនៅពេលដែលខ្ញុំធ្វើឲ្យម្ដាយខ្ញុំម្នាក់ដែលគាត់រំពឹងលើយើងគាត់ស្រឡាញ់យើងគាត់គ្រាន់តែចង់ឲ្យយើងល្អប៉ុន្តែបែរជាយើងហ្នឹងអត់ស្ដាប់គាត់មានអំណាចអាចធ្វើឲ្យគាត់យំបានព្រោះដោយសារម៉ាក់ខ្ញុំជាមនុស្សស្រីមួយដែលរឹងមាំអត់ងាយយំទេធ្លាប់បងខ្ញុំមានអារម្មណ៍ថាយើងអត់ដឹងថាត្រូវជួយគាត់មិនចាស់យើងបានថាអង្គុយប្រាប់គាត់ថារឿងហ្នឹងអត់អីទេមិនកំហុសរបស់ម៉ាក់ទេអញ្ចឹងទៅម៉ាក់មិនបាក់ចិត្តទេពួកអីរឿងទាំងអស់ហ្នឹងមិនមែនកាត់ឡើងមកពីម៉ាក់ទេអញ្ចឹងទៅខ្ញុំចង់ប្រាប់គាត់ថាបើគាត់មានរឿងអីពិបាកចាស់ឲ្យគាត់តម្លាក់ចូលខ្លះទៅកុំឲ្យគាត់គិតពីគេឬជុំវិញខ្លួនច្រើនពេកគិតពីខ្លួនឯងទៅខ្ញុំព្រោះអីរឿងហ្នឹងកាត់ឡើងមកមិនមែនកំហុសរបស់គាត់ទេចឹងឲ្យគាត់ដាក់ចូលខ្លះទៅណាសម្រាប់ខ្ញុំហ្មងខ្ញុំមានអារម្មណ៍ថាខ្លួនឯងអាក្រក់ខ្លាំងអត់សមកើតមកជាកូនគាត់ព្រោះគ្រាន់តែរឿងតិចតួចក៏ធ្វើឲ្យគាត់ប្របាក់ចិត្តពួកយើងធ្វើឲ្យគាត់stress តាំងពីតូចដល់ធំគាត់មើលថែយើងរហូតហើយដល់ពេលធំឡើងនៅតែឲ្យគាត់ប្របាក់មួយយើងទៀតមានអារម្មណ៍ថាខ្លួនឯងអត់ប្រយោជន៍ខ្លាំងដល់ថ្នាក់ថាអត់ចង់ឲ្យគាត់ឃើញមុខទៀតហើយចង់ឲ្យគាត់បំភ្លេចខ្ញុំចេញពីគាត់ហ្មងជប់ឲ្យគាត់ថាខ្ញុំជាកូនគាត់ហ្មងមានអារម្មណ៍ថាយើងគួរតែជួយគាត់បានច្រើនជាងនឹងបើសិនជាបាក់ជំនួសគាត់បានគួរតែបាក់ជំនួសនិយាយទៅខ្ញុំចង់សុំទោសម៉ាក់ថាខ្ញុំសុំទោសគ្រប់រឿងទាំងអស់ដែលខ្ញុំធ្វើពីមុនមកមិនថារឿងតូចរឿងធំហើយមួយទៀតស្ដីលើសលួដែលនិយាយថាជាពិសេសធ្វើឲ្យម៉ាក់បបាក់ចិត្តនៅពេលដែលឡើងមកពេញនេះបងខ្ញុំធ្វើឲ្យគាត់បបាក់ចិត្តព្រោះអីសាទីមួយគាត់បារម្ភយើងនៅម្នាក់ឯងគាត់បារម្ភហើយទី2វាមានរឿងតិចតួចប៉ុន្តែយើងអាចនិយាយបានមានរឿងហើយគាត់ក៏បបាក់ចិត្តមួយយើងហើយគាត់យំតែខ្ញុំអត់ចង់ឃើញម៉ាក់ខ្ញុំយំទេតែខ្ញុំក៏ចង់ថាខ្ញុំសុំទោសហើយរាល់កំហុសដែលខ្ញុំបាននិយាយទៅមិនថាកំហុសតូចកំហុសធំឬក៏ពាក្យស្ដីមិនសមរម្យលើសលួសអីអញ្ចឹងខ្ញុំសុំទោសហើយប៉ុណ្ណឹងបងបើសិនជាម៉ាក់បានគ្មានអូននេះគូចង់សុំទោសណាគាត់អត់មានពេលគ្រប់គ្រាន់ទេម៉ាក់អត់ដល់ម៉ាក់សុខស្រួលទេប៉ុន្តែគាត់សន្យាថាគាត់នឹងធ្វើជាកូនល្អខែម៉ាក់អត់ម៉ាក់ខ្ញុំឆ្ងាយឲ្យម៉ាក់ហួសស្រួលហើយអត់ចង់ឲ្យម៉ាក់ពិបាកទៀតទេសំខាន់កុំឲ្យម៉ាក់ឈឺខ្ញុំចង់ប្រាប់ទៅម៉ាក់មុនគេថាខ្ញុំស្រឡាញ់ម៉ាក់
ហើយខ្ញុំអរគុណកន្លងមកតាំងពីតូចរហូតដល់ឥឡូវដែលម៉ាក់មើលថែខ្ញុំហើយ take care ខ្ញុំនឹងពាក្យសម្ដីដែលម៉ាក់ហាមឃាត់ខ្ញុំដែលធ្វើឲ្យខ្ញុំធំឡើងខ្ញុំជាក្មេងម្នាក់ដែលអត់ឲ្យម៉ាក់ពិបាកចិត្តហើយដឹងថារឿងអីដែលត្រូវធ្វើរឿងអីដែលអត់ត្រូវធ្វើខ្ញុំអរគុណម៉ាក់ខ្លាំងមែនតើហើយខ្ញុំចង់ប្រាប់ម៉ាក់ថាខ្ញុំស្រឡាញ់ម៉ាក់ខ្លាំងហើយចាប់ពីខ្ញុំឡើងមកភ្នំពេញនេះគឺខ្ញុំបានដាក់គោលដៅខ្លួនឯងថាខ្ញុំមិនឲ្យម៉ាក់ពិបាកចិត្តទេហើយខ្ញុំដាក់គោលដៅរបស់ខ្ញុំថាខ្ញុំនឹងខំប្រឹងរៀននឹងខំធ្វើការឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំដើម្បីម៉ាក់ម៉ាក់សម្រាប់ទិវាអ្នកថៃហើយក៏ជាថ្ងៃបោះស្ដេរបស់ម៉ាក់ដែរថ្ងៃកំណើតរបស់ម៉ាក់ដែរខូនចង់ជូនពរម៉ាក់ឲ្យមានសុខភាពល្អរកស៊ីមានបានហើយម៉ាក់អាយុវែងព្រោះអីវត្តមានរបស់ម៉ាក់នៅក្នុងជីវិតកូនគឺសំខាន់ខ្លាំងណាស់ព្រោះអីពេលមានម៉ាក់ទៅជីវិតកូនមានអារម្មណ៍ថាវាមានខ្នងបង្អែកមួយដ៏រឹងមាំកូនអាចធ្វើអីបានជោគជ័យទាំងអស់ពេលដែលមានម៉ាក់នៅក្បែរហើយកូនចង់និយាយប្រាប់ម៉ាក់ថាកូនស្រឡាញ់ម៉ាក់ខ្លាំងណាស់ពាក្យហ្នឹងប្រហែលជាម៉ាក់អត់ធ្លាប់ឮទេដោយសារតែកូនអត់មានភាពក្លាហានគ្រប់គ្រាន់ក្នុងការនិយាយទល់មុខប្រាប់ម៉ាក់ព្រោះម៉ាក់ដឹងស្រាប់ថាកូនម៉ាក់អត់សូវប្រកែកនិយាយទេតែទង្វើកូនបានបង្ហាញប្រាប់ម៉ាក់អីតែថ្ងៃនេះក៏អរគុណបងដែរដែលបង្កើតកាត់idea ហ្នឹងឡើងដើម្បីឲ្យខ្ញុំមានភាពក្លាហានក្នុងការនិយាយទៅប្រាប់ម៉ាក់ផ្ទាល់ដើម្បីឲ្យម៉ាក់បានឃើញវីដេអូហ្នឹងហើយគាត់ដឹងថាកូនស្រឡាញ់ម៉ាក់ខ្លាំងហើយខ្ញុំមិនចង់បាត់បង់ឱកាសហ្នឹងក្នុងការបង្ហាញអារម្មណ៍ឬក៏និយាយទៅប្រាប់គាត់ទេដោយសារតែពីមុនមកខ្ញុំធ្លាប់បាត់បង់មនុស្សដែលខ្ញុំស្រឡាញ់អីទាំងដែលខ្ញុំអត់បាននិយាយអាពាក្យហ្នឹងទៅកាន់គាត់ទេអញ្ចឹងទៅធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានវិបដិសារីដែលខ្ញុំអត់បាននិយាយរឿងហ្នឹងប្រាប់គាត់ថាខ្ញុំបញ្ចេញអារម្មណ៍ទៅប្រាប់គាត់ថាខ្ញុំស្រឡាញ់គាត់តួប្រាប់គាត់ទល់មុខថ្ងៃអីបងចុងក្រោយខ្ញុំចង់និយាយទៅថាខ្ញុំស្រឡាញ់ម៉ាក់តែខ្ញុំអត់មានភាពក្លាហានច្រើនសម្រាប់និយាយប្រាប់ម៉ាក់ឯងប៉ុន្តែខ្ញុំចង់និយាយថាខ្ញុំស្រឡាញ់ម៉ាក់ហើយខ្ញុំក៏អត់ចង់បាត់បង់ម៉ាក់ដូចបាត់បង់ប៉ាដែរព្រោះថ្ងៃខ្ញុំមានតែម៉ាក់ឯងខ្ញុំអត់មានប៉ាចាក់ចេញពីខ្ញុំទៅ2ឆ្នាំហើយខ្ញុំអត់ចង់បាត់បង់ម៉ាក់ដូចបាត់បង់ប៉ាទេខ្ញុំចង់មានមនុស្សមួយដើម្បីនៅមួយខ្ញុំហើយអោបខ្ញុំទោះបីមានរឿងអីក៏ដោយនៅពេលដែលខ្ញុំមានម៉ាក់ខ្ញុំមានអារម្មណ៍ថាដូចមានរនាំងមួយការពារខ្ញុំចឹងប៉ុន្តែនៅពេលដែលអត់មានម៉ាក់ខ្ញុំដូចនៅកណ្ដាលសមុទ្រម្នាក់ឯងចឹងអញ្ចឹងពាក្យចុងក្រោយខ្ញុំចង់ប្រាប់ថាខ្ញុំស្រឡាញ់ម៉ាក់ហើយខ្ញុំចង់ឲ្យម៉ាក់នៅមួយខ្ញុំរហូតទោះពេលខ្លះខ្ញុំធ្វើខុសខ្ញុំស្ដីអាក្រក់ស្ដីធំដាក់ម៉ាក់ប៉ុន្តែក្នុងចិត្តខ្ញុំគឺនៅតែស្រឡាញ់ម៉ាក់ហើយម៉ាក់គឺជានារីទី1ដែលខ្ញុំស្រឡាញ់បំផុតហើយក៏អត់ចង់បាត់បង់ទៅថ្ងៃមុខដែរកូនស្រឡាញ់ម៉ាក់